ស្នេហាគឺជាថ្នាំពិសអាចសម្លាប់មនុស្សបានប៉ុន្តែបើសិនជាយើងចេះប្រើវាស្នេហាគឺជាធម៌ពលដ៏ខ្លាំងក្លាត្រឹមតែពាក្យនិយាយថាបងស្រឡាញ់អូនហ្នឹងគឺវាងាយស្រួលណាស់មែនទេប៉ុន្តែមនុស្សប្រុសមួយចំនួនហ្នឹងអត់មានភាពទទួលខុសត្រូវទេធ្វើឲ្យមនុស្សដែលខ្លួនឯងស្រឡាញ់ហ្នឹងឈឺចាប់ធ្វើឲ្យមនុស្សខ្លួនឯងស្រឡាញ់ហ្នឹងបាត់បង់កិត្តិយសគេឈ្មោះតើក្នុងនាមអ្នកជាមនុស្សប្រុសដ៏ពិតប្រាកដហ្នឹងតើអ្នកត្រូវមានភាពទទួលខុសត្រូវនិងមានសមត្ថភាពយ៉ាងដូចម្តេចខ្លះចំពោះនាងទី1ប្រសិនបើអ្នកហ៊ានពោលពាក្យថាបងស្រឡាញ់អូនដូច្នេះអ្នកត្រូវតែមានភាពទទួលខុសត្រូវនិងមានសមត្ថភាពក្នុងការថែរក្សាក្តីស្រឡាញ់មួយនេះចំពោះនាងទី2បើសិនជាអ្នកក្លាហានវាយគ្នាដើម្បីដណ្ដើមយករូបនាងដូច្នេះអ្នកត្រូវតែមានសមត្ថភាពក្នុងការការពារកិត្តិយសនិងផ្ដល់តម្លៃដល់នាងទី3អ្នកក្លាហានហ៊ានធ្វើរឿងឈួតព្រោះតែតាមស្រឡាញ់នាងដូច្នេះអ្នកត្រូវតែមានឆន្ទៈមានសមត្ថភាពលះបង់នៅភាពឈួតរបស់អ្នកភាពប៉ោលឡែពាលាអាវាសែរបស់អ្នកចោលទៅដើម្បីអ្នករស់នៅជាមួយនាងជារៀងរហូតទី4អ្នកក្លាហានហ៊ានយកខ្លួនប្រាណរបស់នាងដូច្នេះអ្នកត្រូវតែមានភាពទទួលខុសត្រូវចំពោះអនាគតរបស់នាងទី6អ្នកក្លាហានក្នុងការបង្កើតគ្រួសារមួយជាមួយនាងដូច្នេះអ្នកត្រូវតែក្លាហានក្នុងការលះបង់ទាំងកម្លាំងកាយនិងកម្លាំងចិត្តដើម្បីថែរក្សាគ្រួសារមួយនេះឲ្យបានគង់វង្សជារៀងរហូតវាជារឿងធម្មតាទេដែលធម្មជាតិបង្កើតមនុស្សលោកយើងមកនឹងឲ្យមានស្នេហាចាប៉ុន្តែបើនិយាយអំពីយមន័យស្នេហាគឺមានច្រើនណាស់ច្រើនរហូតដល់យើងមិនអាចពិពណ៌នាបានគេថាស្នេហាធ្វើឲ្យមនុស្សខ្វាក់ភ្នែកស្នេហាគឺជាថ្នាំពុលអាចសម្លាប់មនុស្សបានហើយស្នេហាក៏ជាឱសថទិព្វសម្រាប់ផ្លាស់ប្ដូរជីវិតរបស់អ្នកឈានទៅរកភាពជោគជ័យទៅដល់គោលដៅដែលអ្នកពងដរាបណាអ្នកចេះរៀបចំជីវិតស្នេហារបស់អ្នកនោះនឹងធ្វើឲ្យជីវិតរបស់អ្នករុងរឿងរស់នៅជាមួយគ្នាយ៉ាងមានសុភមង្គលសុខសាន្តជារៀងរហូតខ្ញុំសាសិដ្ឋារតន៍អរគុណកុំភ្លេចចែកម្លែកវីដេអូនេះទៅកាន់មនុស្សជាទីស្រឡាញ់របស់អ្នកផងណាជួបគ្នានៅវីដេអូក្រោយទៀត